តោះឥឡូវយើងមកធ្វើការស្ដាប់មុននឹងក្រោយ EQ EQ ហើយវានឹងទៅជាយ៉ាងណាសលេងហ្គីតារបស់យើងគឺវាច្បាស់ជាងមុនគឺវាថ្លាជាងមុនអ្នកទាំងអស់គ្នាមានដឹងអត់ថានៅក្នុង program Cubase របស់យើងក៏មាន EQ មួយដែលល្អអាចប្រើប្រាស់បានហើយមាន latency ដ៏ទាបបំផុតខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាប្រកាសជាដឹងក៏ប៉ុន្តែពេលខ្លះគ្រាន់តែអត់ទាន់បានចាប់អារម្មណ៍ថាវាមាននៅហ្នឹងអញ្ចឹងបើសិនជាអត់ទាន់បានចាប់អារម្មណ៍ទេអញ្ចឹងមកមើលទាំងអស់គ្នាជាមួយខ្ញុំការធ្វើ EQ មិនប្រកាសថាយើងចាំបាច់ត្រូវតែមាន plug-in ដែលល្អៗដែលថ្លៃទេអញ្ចឹងសូម្បីតែរបស់ free ដែលមានស្រាប់នៅក្នុង Cubase របស់យើងក៏អាចយកមកប្រើការបានដែរតោះអញ្ចឹងយើងមកមើលទាំងអស់គ្នានៅក្នុង program យើងតែម្ដងអូខេអញ្ចឹងឥឡូវយើងមកដល់ program Cubase របស់យើងហើយអញ្ចឹងមកមើលនៅលើ screen ទាំងអស់គ្នាខ្ញុំនឹងធ្វើការប្រើប្រាស់ plug-in ដែល free ហ្នឹងឲ្យអ្នកទាំងអស់គ្នាមើលតើវាមានគុណភាពប៉ុណ្ណាតោះអញ្ចឹងនៅនេះគឺខ្ញុំមានសលេងហ្គីតាមួយបងប្អូនអាចស្ដាប់ទាំងអស់គ្នាបានខ្ញុំបិទហ្គីតាបាសនេះមួយសិនសលេងហ្គីតានេះអត់ទាន់បានធ្វើអីទេអញ្ចឹងពេលដែលយើងស្ដាប់ជាមួយនឹងហ្គីតាបាសដោយសារតែសលេងហ្គីតាបាសរបស់យើងគឺមានសលេង low ស្រាប់ហើយអញ្ចឹងសលេងហ្គីតា strum របស់យើងមិនចាំបាច់ឲ្យវាមាន low មកទៀតទេអញ្ចឹងខ្ញុំនឹងមកធ្វើការ EQ ហ្គីតា strum ហ្នឹងឲ្យវាមានភាពរស់រវើកឲ្យវាលិចកុំឲ្យវាទៅកប់ជាមួយនឹងហ្គីតាបាសរបស់យើងទៀតអូខេតោះអញ្ចឹងយើងមកស្គាល់ពីរបៀបបើក EQ នឹងមួយសិនខ្ញុំនឹងបង្ហាញពី2-3របៀបដែលបងប្អូនអាចយកទៅអនុវត្តតាមបានអញ្ចឹងនៅក្នុង program Cubase ចាប់ពី Cubase 13 14ឡើងទៅគឺបងប្អូននឹងមានកន្លែងនេះមួយដែលគេហៅថា channel ណាដែលគេហៅថា channel អញ្ចឹងនៅលើ channel ហ្នឹងគឺបងប្អូនអាចឃើញកន្លែងនេះមានកន្លែងនេះមានប្រអប់នេះមួយហើយវាមានរាងបន្ទាត់ពណ៌ហេងខៀវនេះអញ្ចឹងបងប្អូនគ្រាន់តែចុចមកកន្លែងហ្នឹងគឺបងប្អូននឹងទទួលបានផ្ទាំងនេះមួយបងប្អូនអាចធ្វើការដាក់ EQ ធ្វើការកាត់ធ្វើការ boost បានហើយតោះអូខេអញ្ចឹងខ្ញុំបិទវិញទាំងអស់សិនខ្ញុំទៅប្រាប់ពីរបៀបបើកមួយទៀតអញ្ចឹងដើម្បីទៅបើកកន្លែងវិញទៀតគឺបងប្អូនអាចចូលមកកន្លែងនេះក៏បានណា edit channel setting ពេលដែលបើកមកបងប្អូននឹងទទួលបានផ្ទាំងនេះមួយអញ្ចឹងបើសិនជាបងប្អូននៅផ្ទាំងខាងនេះអញ្ចឹងក៏បងប្អូនអាចចុចអានេះដើម្បីធ្វើការcut boost នៅកន្លែងនេះបានដែរអូខេឬក៏ចង់មើលឲ្យធំគឺបងប្អូនចូលមកកន្លែង equalizer កន្លែងនេះចូលមកកន្លែង equalizer យើងអាចធ្វើការបង្កើត band បានហើយអូខេឬក៏មួយវិធីទៀតគឺបងប្អូនអាចបើកជាមួយនឹង mixer បងប្អូនអាចចូលជាមួយនឹង mix console នៅក្នុង studio កន្លែងនេះចុច mix console ឬក៏ចុច F3 ដើម្បីបើកផ្ទាំង mixer ពេលដែលបងប្អូនបើកផ្ទាំង mixer គឺបងប្អូននឹងឃើញបែបនេះអញ្ចឹងនៅខាងផ្នែកខាងលើរបស់ track របស់យើងក៏មាន EQ នឹងដែរ EQ ហ្នឹងគឺដូចគ្នាទាំងអស់បងប្អូនចង់ប្រើមួយណាក៏បានដែរអូខេអញ្ចឹងខ្ញុំនឹងមកធ្វើការបើកជាមួយនឹង edit channel setting ដោយសារតែវារាងធំយើងស្រួលមើលទាំងអស់គ្នាអូខេអញ្ចឹងយើងមកមើលទៅសិនថាតើ EQ របស់យើងហ្នឹងមានលក្ខណៈយ៉ាងម៉េចអូខេ EQ មួយនេះគឺជា built-in EQ របស់ Cubase តែម្ដងហើយវាផ្ដល់ឲ្យចំនួន4 band ណា4 band អញ្ចឹងបងប្អូនអាចរាប់បាន1 2 3 4អូខេ4 bandអញ្ចឹង band ទី1ហើយជាមួយនឹង band ទី4គឺយើងផ្ដោតទៅលើ low ហើយជាមួយនឹង high អូខេនៅលើ low ពេលដែលយើងចុចបើកវាមកគឺយើងអាចប្រើ low cut ក៏បានឬក៏អាចប្រើ low shelf ក៏បានអូខេ low shelf ចេះក៏បានអូខេអញ្ចឹងបើសិនជាត្រូវប្រើ low cut បងប្អូនអាចយកជាមួយនឹង high pass គឺវានឹងចេញ low cut ហើយ high pass ហើយជាមួយនឹង low cut គឺតែមួយហើយ band ទី2ហើយជាមួយនឹងទី3គឺយើងអាចប្រើប្រាស់ជាមួយនឹង shape របស់វាគឺរាងជា bell អញ្ចឹងយើងអាច boost ឬអាច cut បានតោះអញ្ចឹងនេះគឺជា band ទ្រុសអំពី band
ហើយយើងមកមើលតិចទៅថាតើ EQ យើងមាន component អីគេខ្លះเนาะ EQ គឺយើងមានអីគេខ្លះគឺយើងមាន frequency អញ្ចឹងយើងត្រូវដឹងថាយើងចង់ boost ឬក៏យើងចង់ cut នៅប្រេកង់មួយណាពេលដែលយើងចុចចែកអញ្ចឹងបងប្អូនឃើញពេលដែលយើងដាក់ mouse នៅលើលេខ band របស់យើងហ្នឹងគឺបងប្អូននឹងឃើញនេះឃើញដាក់1 kHz ប្រហែលទៀតដាក់ mouse លើវា857ឬក៏បងប្អូនអាចមើលនៅខាងក្រោមនេះក៏បានដែរណាអញ្ចឹងអាចទាញចុះឡើងជាមួយនឹងនេះក៏បានអំពី gain អត់មានអីពិបាកទេឡើងឬក៏ចុះបើសិនជា gain ឡើងមានន័យថាយើងកំពុងតែ boost បើសិនជា gain ចុះមានន័យថាយើងកំពុងតែ cut ចុះឬក៏ឡើងក៏ណាត់ធំណាក៏ណាត់ធំ gain លេខ0នេះเนาะអញ្ចឹងបើសិនជាយើងវាឡើងផុតពី0នេះមានន័យថាយើងឡើង8 dB អូខេនេះយើងឡើង 8.1 dB យើងអាចបន្ថយមកវិញរហូតដល់ដកវិញក៏បានដើម្បីធ្វើការកាត់ហើយមួយទៀតពាក់ព័ន្ធជាមួយនឹង Q ឬក៏នៅក្នុង plugin ផ្សេងគេអាចនឹងអត់ប្រើពាក្យថា Q ទេឬក៏គេអាចប្រើពាក្យថា bandwidth เนาะឬក៏គេអាចនឹងដាក់ជារូបរាងរបស់វាមករូបរាងរបស់វាយ៉ាងម៉េចតោះឥឡូវខ្ញុំមកមើល Q ទាំងអស់គ្នាអញ្ចឹងបើសិនជាខ្ញុំធ្វើការ boost guitar ហ្នឹងប៉ុណ្ណេះអញ្ចឹងមានន័យថាការ boost របស់ខ្ញុំហ្នឹងគឺវាមិនមែនចំត្រឹមតែ 2.3 kHz ហ្នឹងឯងគឺវាអាចនឹងទៅប៉ះពាល់ដល់ផ្សេងទៀតគឺវាអាចឡើងអញ្ចឹងដើម្បីទៅព្រមវាដើម្បីទៅព្រមឬក៏ break វាគឺយើងទៅប្រើជាមួយនឹង Q អូខេអញ្ចឹង Q របស់យើងនេះគឺ 1.0 ហើយអញ្ចឹងបើសិនជាយើងតម្លើងអាហ្នឹងយើងតម្លើងដល់0ហ្មងគឺវាទៅជាកោងចេះវារីកកាន់តែធំเนาะអញ្ចឹងបើសិនជាយើងធ្វើការតម្លាក់ទៅវិញអញ្ចឹង Q ហ្នឹងវាកាន់តែស្រួចឃើញទេអូខេអញ្ចឹងអាហ្នឹងគឺជាមាត្ររបស់វាអញ្ចឹងត្រួសពាក់ព័ន្ធជាមួយនឹងការធ្វើ EQ របស់យើងគឺរួចរាល់ហើយអញ្ចឹងយើងមកអនុវត្តមិចហ្គីតាហ្នឹងទាំងអស់គ្នាអូខេតោះឥឡូវយើងស្ដាប់សិនមើលតើហ្គីតាហ្នឹងហើយជាមួយនឹងហ្គីតាបាសហ្នឹងវាមានលក្ខណៈយ៉ាងម៉េចដែរហ្គីតាបាសគឺវាមានអាជាតិ low ហ្នឹងណាអញ្ចឹងហ្គីតា strum អត់ចាំបាច់ឲ្យមានទេក៏ប៉ុន្តែសលេងហ្គីតា strum នេះគឺវាមកគឺវាមានជាតិ low ហ្នឹងមកណាអញ្ចឹងមិនមកយើងអាចទៅធ្វើការ cut low វាចោលខ្លះเนาะអញ្ចឹងយើងអាចបើកជាមួយនឹង band low នេះមកហើយយើងធ្វើការកាត់ Q stay Q អានេះអត់បានទេតោះយើងធ្វើការកាត់មើលកាត់ប៉ុណ្ណាមកល្មមណាអញ្ចឹងយើងចាំមើលទាំងអស់គ្នានេះកាត់ប៉ុណ្នេះបានទេនេះបើសិនជាខ្ញុំបិទសិនបាយផាសវាណានេះវាមានជាតិ low ហ្នឹងមកណោះមានជាតិ low មកអញ្ចឹងខ្ញុំបិទវាឡើងមានជាតិ low ហើយអញ្ចឹងបើសិនជាយើងស្ដាប់ជាមួយនឹងហ្គីតាបាសវាហែងស្លាស់ចេញមកណោះអូខេអញ្ចឹងយើងអាចធ្វើឲ្យបានទៀតបើសិនជាយើងចង់កាន់តែស្លាស់ជាងហ្នឹងមិនមកយើងអាចបើក band 3នេះមើលហើយបូកវានៅម្ដុំនេះតិចមើលខ្លាំងពេកហើយតោះឥឡូវបើកជាមួយនឹងហ្គីតាបាសតោះឥឡូវយើងមកធ្វើការស្ដាប់មុននឹងក្រោយ EQ អូខេតោះឥឡូវខ្ញុំអត់តន់បើក EQ ទេខ្ញុំបើក Pass វាសិនណាអញ្ចឹងយើងស្ដាប់មើលសលេងហ្គីតារបស់យើងជាមួយនឹងហ្គីតាបាសទាំងអស់គ្នាណាអញ្ចឹងវាមានលក្ខណៈថាវារៀងជាន់គ្នាផ្នែកខាងក្រោមផ្នែក low របស់វាអូខេតោះបើកចឹងវាហែកជាន់គ្នានៅផ្នែកខាង low តោះឥឡូវយើងមកធ្វើការ EQ ហើយវានឹងទៅជាយ៉ាងណាសលេងហ្គីតារបស់យើងគឺវាច្បាស់ជាងមុនគឺវាថ្លាជាងមុនតោះអញ្ចឹងសម្រាប់ EQ ប្រភេទនេះយើងគួរប្រើពេលណាមិនគួរប្រើពេលណាសម្រាប់ខ្ញុំណែនាំឲ្យប្រើ EQ ហ្នឹងគឺវាល្អមួយយ៉ាងដោយសារតែវាគឺជាប្រភេទ built-in EQ នៅក្នុង program Cubase តែម្ដងអញ្ចឹងបើសិនជាយើងត្រូវការ EQ គ្រាន់តែ low cut
ឬក៏គ្រាន់តែ boost ឬក៏ cut frequency របស់យើងហ្នឹងចំនួនតិចបែនទេធ្វើ4បែនហ្នឹងគឺយើងអាចប្រើជាមួយនឹងបានដោយសារអីគឺវាលឿនវាអត់ C memory វាអត់ C CPU របស់យើងធំហ្នឹងគឺវា C តិចជាងគេបំផុតក្នុងចំណោម plugin EQ ទាំងអស់ដែលយើងប្រើនៅក្នុង Cubase ហើយអូខេហើយមួយទៀតប្រសិនបើយើងគ្រាន់តែធ្វើការ EQ លក្ខណៈ basic របៀបអញ្ចឹងណាយើងអត់មានចាំបាច់ត្រូវប្រើ plugin ពីក្រៅមកផ្សេងៗដូចជា Fab Filter ដូចជា Ozone ឬក៏អីទេណាក៏ប៉ុន្តែបើសិនជាយើងចង់ EQ លក្ខណៈ advanced ដូចជា mid size EQ ឬក៏យើងធ្វើ dynamic EQ គឺយើងបានប្រើបានទេយើងត្រូវការជំនួយពី plugin ផ្សេងដូចជាអាចដូចជារបស់ Wave ឬក៏របស់ Fab Filter អីចឹងទៅអូខេនេះគឺជាត្រួសអំពី built-in plugin នៅក្នុង Cubase ដែលយើងទាំងអស់គ្នាប្រហែលជាអត់ដែលចាប់អារម្មណ៍ទេអញ្ចឹងប្រសិនបើបងប្អូនចង់ចេះតិចនិចរបៀប mix សំឡេងដូចនេះទៀតអញ្ចឹងសូមបងប្អូនកុំភ្លេចចុច subscribe ហើយជាមួយនឹងដាក់សញ្ញាកណ្ដឹងឲ្យខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងមេរៀន mixing ផ្សេងៗអញ្ចឹងសម្រាប់វីដេអូក្រោយប្រសិនបើបងប្អូនចង់ដឹងអំពី technique អីផ្សេងៗពាក់ព័ន្ធជាមួយនឹងការ mixing ចង់ដឹងអំពីរបៀបប្រើប្រាស់ plugin អីផ្សេងៗអញ្ចឹងគឺបងប្អូនអាច comment នៅខាងក្រោមបានគ្រាន់តែប្រាប់ខ្ញុំមកថាចង់ឲ្យ review plugin មួយនេះចង់ចេះប្រើ plugin មួយនេះអញ្ចឹងខ្ញុំនឹងធ្វើការ review plugin ទាំងអស់នឹងជូនហើយបើសិនជាខ្ញុំអាចគឺខ្ញុំនឹងបន្ថែម link សម្រាប់ឲ្យ download plugin នឹងបន្ថែមទៀតអូខេអរគុណច្រើនបាយបាយចាំជួបគ្នានៅវីដេអូក្រោយ